សិស្សគុណព្រះមហាកសបត្ថេដែលជាសិស្សគុណរបស់ព្រះមហាកសបត្ថេផងគ្នានាំគ្នាអប់រំផងទេសដៀលផងដល់ភិក្ខុកំហុចនោះតែលោកនៅតែជជែកគឺនឹងភិក្ខុដទៃថែមទៀតណែអវុសោទាំងឡាយពេលអ្នកទាំងឡាយធ្វើអ្វីៗហើយមិនចាំបាច់ទូលលោកម្ចាស់គ្រូទេចាំខ្ញុំកណាជាអ្នកទូលចុះមិនអីទេអវុសោសូមលោកទូលលោកម្ចាស់គ្រូចុះគិតទៅអវុសោឯងចូលចិត្តយកមុខណាណោត្រូវហើយអវុសោទាំងឡាយបើអ្នកទាំងឡាយមិនចង់បានមុខមាត់ទុកឲ្យខ្ញុំកណាជាអ្នកយកចុះអវុសោឯងពិតជាគួរឲ្យអាសូរណាស់គ្មានចេះខ្មាស់បាបខ្លាចបាបសោះណោខ្ញុំកណាគឺអញ្ចឹងហើយព្រះមហាកសបត្ថេបានជ្រាបដំណើររឿងដល់ញៀនព្រមទាំងបានអប់រំទូមានព្រានប្រដៅដើម្បីកុំឲ្យលោកធ្វើអំពើដែលមិនត្រឹមត្រូវយ៉ាងនេះតទៅទៀតតែលោកអង្គនោះមិនព្រមស្ដាប់មិនព្រមធ្វើតាមឱវាទរបស់ព្រះថេរៈសោះនៅតែជជែកក្បាលរឹងហើយខឹងនឹងព្រះថេរៈថែមទៀតផងណែអវុសោអ្នកធ្វើដូច្នេះមិនត្រឹមត្រូវទេចូលកែខ្លួនឡើងទៅប្រពៃគឺថាខ្ញុំព្រះករណាចូលចិត្តណាស់ហើយអវុសោចូលលះបង់និស្ស័យមិនល្អនេះចោលទៅលោកម្ចាស់មិនចាំបាច់មកប្រដៅខ្ញុំកណាទេសម័យថ្ងៃមួយព្រះមហាកសបត្ថេបាននិមន្តទៅកាន់ទីដតីភិក្ខុកំហុចនោះបានទៅវាបំបែកនៅគ្រឿងសមណៈបរិក្ខាររបស់ព្រះថេរៈឲ្យបាក់បែកខូចខាតទាំងអស់គ្មានសល់ឡើយហើយបានយកភ្លើងមកដុតនៅបណ្ណសាលាឲ្យឆេះខ្ទេចខ្ទីអស់ទៀតស្រេចហើយក៏រត់ចេញពីទីនោះទៅកាន់ទីដតីបាត់ទៅប្រដៅអញផងចាំមើលអញបំផ្លាញឲ្យខ្ទេចបានអីប្រើទៀតតែប៉ុណ្ណេះជាការស្រេចចាំមើលលោកឯងបានអីប្រើប្រាស់ទៀតមិនមែនប្រព្រឹត្តបែបនេះត្រឹមតែជាតិនេះទេក្នុងអតីតជាតិក៏ធ្លាប់ប្រព្រឹត្តបែបនេះដាក់ព្រះមហាកសបៈដែរបបិទ្ធព្រះអង្គដ៏ចម្រើនសូមនិមន្តសម្ដែងនិទានដោយពិស្ដារជាទីកើតឡើងនៃរឿងរ៉ាវនេះផងមនាលភិក្ខុទាំងឡាយចូលស្ដាប់ដោយយកចិត្តទុកដាក់ចុះក្នុងកាលកន្លងទៅហើយកាលនោះភិក្ខុកំហុចរូបនេះបានកើតជាសត្វពីណូចំណែកព្រះមហាកសបៈបានកើតជាសត្វក្រលីងក្រឡូមពណ៌លឿងខ្ចីតែប៉ុណ្ណេះអញរួចផុតពីដំណក់ភ្លៀងហើយណែបងក្រលីងក្រឡងអើយឲ្យខ្ញុំសុំជ្រោកភ្លៀងពីក្រំសម្បុករបស់បងផងមិនអីទេជ្រោកក៏ជ្រោកទៅតែថានឹងស្អីគេបងក្រលីងក្រឡងគឺថាបងពីណូឯងមានដៃជើងបាល់មុខនិងមាត់ដូចជាមនុស្សដែរចុះហេតុដូចម្ដេចបានជាបងពីណូឯងមិនព្រមធ្វើសម្បុកសម្រាប់ជ្រោកទឹកភ្លៀងនឹងគេទៅអាយ៉ាអាក្រលីងក្រឡងហ៊ានឌីលអញផងមិនបានឌីលទេគឺខ្ញុំឆ្ងល់តើមិនបាច់ដោះសារកែខ្លួនអីទេឯងបានមិត្តដ៏ប្រសើរជាងខ្លួនឬមិត្តដែលស្មើនឹងខ្លួនទេក៏បីប្រព្រឹត្តនៅតែម្នាក់ឯងឲ្យបានខ្ជាប់ខ្ជួនវិញព្រោះថាភាពជាមិត្តសម្លាញ់មិនមានក្នុងបុគ្គលពីលឡើយ